នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីសកម្មភាពពេញមួយថ្ងៃដែលខ្ញុំបានធ្វើនៅក្នុងនាមជានិស្សិតអាហារូបករណ៍នៅក្នុងប្រទេសបារាំងខ្ញុំត្រូវធ្វើបទបង្ហាញមួយជាភាសាអង់គ្លេសអំពីបញ្ហានៅក្នុងប្រព័ន្ធអប់រំហើយខ្ញុំបានរើសយកប្រព័ន្ធអប់រំប្រទេសកម្ពុជាយកមកធ្វើបទបង្ហាញដើម្បីឲ្យបរទេសផ្សេងៗគេបានស្គាល់ពីប្រព័ន្ធអប់រំនៅប្រទេសកម្ពុជាដូច្នេះសកម្មភាពទី1របស់ខ្ញុំគឺខ្ញុំត្រូវឆែកមើលឡើងវិញនៅអត្ថន័យហើយនឹងមើល slide នៃការធ្វើបទបង្ហាញរបស់យើងដើម្បីឲ្យប្រកាសច្បាស់ថាយើងនឹងធ្វើបទបង្ហាញទៅបានដោយរលូនបន្ទាប់ពីរៀបចំ slide រួចហើយខ្ញុំក៏បានរៀបចំធ្វើដំណើរទៅសាកលវិទ្យាល័យដែលខ្ញុំរៀនអញ្ចឹងកន្លែងខ្ញុំស្នាក់នៅនេះគឺជាកន្លែងនិស្សិតស្នាក់នៅអញ្ចឹងមិនមានចម្ងាយឆ្ងាយពេកទេខ្ញុំគ្រាន់តែដើរប្រហែលជាខ្ទង់5នាទីខ្ញុំអាចទៅដល់បន្ទប់រៀនហើយជាបងប្អូនទាំងអស់គ្នាបានកត់សម្គាល់ហើយគឺអគាររៀនរបស់គេគឺមានសភាពស្ងប់ស្ងាត់បើយើងប្រៀបជាមួយនឹងប្រទេសកម្ពុជាប៉ុន្តែវាគឺជារឿងសាមញ្ញដោយសារតែខែនេះគឺជាខែរងានៅប្រទេសបារាំងដូច្នេះកំឡុងពេលម៉ោង8ព្រឹកហ្នឹងគឺមេឃមិនទាន់រះល្អទេហើយភាគច្រើននៃម៉ោងរៀននៅសាកលវិទ្យាល័យរបស់ខ្ញុំគឺចាប់ដើមពីម៉ោង10ដោយសារតែខ្ញុំនៅប៉ែកខាងជើងនៃប្រទេសបារាំងចឹងវាមានសភាពអាប់បន្តិចតែទៅជាមួយនឹងអាកាសធាតុមានភ្លៀងច្រើនហើយមេឃមិនសូវបើកថ្ងៃល្អទេដូច្នេះជាទូទៅដើម្បីអនុញ្ញាតឲ្យការធ្វើដំណើររបស់និស្សិតដូចជាសាស្ត្រាចារ្យងាយស្រួលក្នុងការធ្វើដំណើរជាទូទៅម៉ោងរៀនទាំងអស់ពីចឹងគឺចាប់ផ្ដើមនៅម៉ោង10នេះគឺជាបន្ទប់រៀនដែលខ្ញុំរៀនសម្រាប់ថ្នាក់បង្រៀនភាសាអង់គ្លេសហើយនៅកំឡុងព្រឹកនេះដែរដូចខ្ញុំបានបញ្ជាក់ហ្នឹងគឺខ្ញុំនឹងមានបទបង្ហាញទាក់ទងជាមួយនឹងបញ្ហាប្រព័ន្ធអប់រំនៅក្នុងពិភពលោកទាំងមូលហើយខ្ញុំក៏បានជ្រើសរើសអំពីប្រព័ន្ធអប់រំនៅប្រទេសកម្ពុជាប៉ុន្តែគួរស្ដាយដោយសារតែខ្ញុំអត់បានថតអំពីវីដេអូនៃការធ្វើបទបង្ហាញរបស់ខ្ញុំទេបន្ទាប់ពីបានធ្វើបទបង្ហាញនិងចប់ម៉ោងបង្រៀនភាសាអង់គ្លេសខ្ញុំក៏បានប្រញាប់ទៅបណ្ណាល័យដើម្បីរៀបចំខ្លួនត្រៀមខ្លួនសម្រាប់ការសម្ភាសចុះស្តារនៅទីក្រុងម៉ុងពឺលីយេជាមួយនឹងមជ្ឈមណ្ឌលភាសាដែលមានឈ្មោះថា Accent Français ពេលដែលមកដល់ខ្ញុំក៏បានជជែកលេងជាមួយនឹងមិត្តរួមថ្នាក់បន្តិចបន្តួចមុននឹងត្រៀមខ្លួនត្រៀមឧបករណ៍សម្រាប់ការសម្ភាសចុះស្តារនេះដើម្បីឲ្យប្រកាសចិត្តថាมันមានបញ្ហាទាក់ទងជាមួយនឹងកាមេរ៉ាទាក់ទងជាមួយនឹងមីក្រូហ្វូនហើយនឹងទាក់ទងជាមួយអ៊ីនធឺណិតខ្ញុំក៏បានតេស្តវាច្រើនដងបន្ទាប់ពីបានតេស្តចប់សពគ្រប់ហើយខ្ញុំក៏បានចូលទៅក្នុង Zoom មុនដើម្បីរងចាំហើយម្យ៉ាងវាដើម្បីបង្ហាញអំពីភាពទៀងទាត់របស់យើងនៅក្នុងកន្លែងការងារMais quand même, c'est pas trop approfondi, mais je peux dire comment on peut arriver à faire la méditation pour qu'on puisse réduire le stress, etc. Donc je trouve que ça, c'est aussi important parce que on n'apprend pas seulement le français, mais aussi on peut profiter comment on peut réduire le stress en faisant la méditation. បន្ទាប់ពីចប់កិច្ចសម្ភាសហើយខ្ញុំក៏បានធ្វើដំណើរទៅកន្លែងអាហារដ្ឋានរបស់សាកលវិទ្យាល័យដើម្បីញ៉ាំអាហារថ្ងៃត្រង់
ទិញកាហ្វេដើម្បីញ៉ាំដែលមានតម្លៃ50សង់ទីមដែលមានតម្លៃស្មើប្រហែលជា 2000 រៀលជាលុយខ្មែរយើងហើយនេះបើកថ្ងៃល្អអញ្ចឹងវាទៅជាក់ដោយសារតែថ្ងៃហ្នឹងសីតុណ្ហភាព1 អង្សាអញ្ចឹងទៅញ៉ាំបន្ទាប់ពីចំណាយពេលប្រហែល15នាទីនៅខាងក្រៅដើម្បីឲ្យគូក្បាលបានស្លាប់បន្តិចខ្ញុំក៏បានមកដល់បណ្ណាល័យវិញហើយខ្ញុំក៏បានចាប់ផ្ដើមធ្វើការងារនិងធ្វើស្វ័យសិក្សារបស់ខ្ញុំតែព្រឹកមិញខ្ញុំគេងអត់ឆ្អែតដូច្នេះខ្ញុំត្រូវសង្ងំគេងប្រហែលជា20នាទីនៅក្នុងបណ្ណាល័យដើម្បីឲ្យមានកម្លាំងធ្វើការងារបន្តទៀតបន្ទាប់ពីបានក្រោកពីគេងខ្ញុំក៏បានបដូរទីតាំងមកខាងលើវិញដើម្បីរៀនជាមួយមិត្តភ័ក្តិដោយសារតែមានការងារមួយចំនួនដែលគាត់ត្រូវសួរខ្ញុំហើយខ្ញុំក៏ត្រូវសួរគាត់ពីបានចំណាយពេលជិត3ម៉ោងជាមួយគ្នាមកឥឡូវក៏ដល់ពេលវេលារបស់ខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញដោយសារតែបណ្ណាល័យនឹងបិទនៅម៉ោង 7 ដូចសពមួយដងជំនួយដោយការទិញសិតខ្ញុំតែងតែច្រកទឹកពីសាលាទៅដោយសារតែខ្ញុំមានហេតុផលផ្ទាល់ខ្លួនពីរយ៉ាងទី1គឺខ្ញុំអាចសន្សំថវិកាបានមួយចំនួនដោយជំនួយដោយការទិញទឹកសុទ្ធម្យ៉ាងទៀតគឺដោយសារតែខ្ញុំនឹងអាចចំណេញពេលវេលាដោយមិនចាំបាច់ធ្វើដំណើរទៅទិញទឹកសុទ្ធនៅហាងដោយផ្ទាល់និយាយមែនទែនទៅជីវិតទីនេះវារៀងសោកសៅបន្តិចដោយសារតែយើងធ្វើការងារពីមួយថ្ងៃយើងរៀនសូត្រពីមួយថ្ងៃហើយបន្ទាប់ពីយើងត្រឡប់ទៅផ្ទះវិញគឺយើងនៅតែម្នាក់ឯងយើងអត់មានគ្រួសារយើងអត់មានមិត្តភ័ក្តិដើម្បីជជែកលេងដើម្បីញ៉ាំបាយជាមួយគ្នាទេនេះគឺជា challenge មួយដែលអ្នកគ្នាត្រូវឆ្លងកាត់កំឡុងពេលរៀននៅទីនេះបន្តទៀតបាននៅពេលល្ងាចនេះខ្ញុំត្រូវគេងប្រហែលជាខ្ទង់30នាទីសិនព្រោះបើមិនចឹងទេគឺខ្ញុំអត់មានកម្លាំងដើម្បីធ្វើស្វ័យសិក្សាបន្តទៀតទេនៅទីនេះគឺវាទាមទារឲ្យយើងមានឯករាជ្យភាពផ្ទាល់ខ្លួនព្រោះថាมันមានអ្នកណាគេមកជួយយើងទេมันមានម៉ាក់ប៉ាมันមានបងប្អូនมันមានមិត្តភក្តិនោះទេជាងអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺពឹងផ្អែកទៅលើខ្លួនឯងអាហារពេលនេះគឺជាអាហារដែលឆ្ងាញ់ជាងគេនៅប្រទេសបារាំងពីព្រោះខ្ញុំ
បានធ្វើម្ហូបដោយខ្លួនឯងខ្ញុំអាចធ្វើម្ហូបខ្មែរយើងមានស្លមានឆាយ៉ាងទៅបើពេលថ្ងៃដូចបងប្អូនបានឃើញស្រាប់ហើយខ្ញុំមិនអាចញ៉ាំបានច្រើនទេខ្ញុំញ៉ាំបានយ៉ាងច្រើនបំផុតគឺ 20% នៃម្ហូបដែលគេឲ្យនោះទេ ជាទម្លាប់របស់ខ្ញុំតែងតែធ្វើស្វ័យសិក្សា3តង់គឺក្នុងមួយតង់គឺខ្ញុំចំណាយពេល45នាទីសម្រាប់រៀនហើយនឹង10ទៅ15នាទីសម្រាប់សម្រាកហើយបើសិនជាមានការងារច្រើនដែលត្រូវធ្វើខ្ញុំអាចរៀនរហូតដល់ទៅ4ឬក៏ទៅ5តង់មានន័យថាខ្ញុំរៀន4ឬក៏5ម៉ោងក្នុងស្វ័យសិក្សាពេលយប់បន្ថែមទៀត មែនទែនទៅក៏វារៀងហត់ដែរដែលយើងចំណាយពេលច្រើនទៅលើការរៀនសូត្រទៅលើការស្វ័យសិក្សានិងការធ្វើការងារដោយខ្លួនឯងបន្ថែមក៏ប៉ុន្តែយើងគ្មានជំរឿនទេពីព្រោះបើយើងមិនធ្វើបែបនេះទេពេលខ្លះទៅយើងនឹងអត់អាចរៀនទាន់គេទេដោយពាក្យគេតែនិយាយថាគេដើរយើងរត់អញ្ចឹងយើងត្រូវតែរត់បើយើងអាចទាន់គេបាន មុននឹងបញ្ចប់ការងារទាំងអស់ខ្ញុំតែងតែមើលឡើងវិញនៅការងារដែលខ្ញុំបានធ្វើដើម្បីឲ្យច្បាស់ថាខ្ញុំបានធ្វើខ្លះនៅថ្ងៃហ្នឹងខ្ញុំបានធ្វើប្រយោជន៍អីខ្លះហើយខ្ញុំមិនទាន់បានធ្វើខ្លះហើយអ្វីដែលនៅសល់ដើម្បីខ្ញុំត្រៀមខ្លួនសម្រាប់ថ្ងៃស្អែកបន្តទៀតពេលខ្លះដែរបើសិនជាខ្ញុំមានអារម្មណ៍ថាខ្ញុំ stress ខ្ញុំជឿក្បាលខ្លាំងខ្ញុំមិនអាចគេងលក់ទេអញ្ចឹងមុននឹងខ្ញុំទៅចូលគេងខ្ញុំតែងតែធ្វើសមាធិប៉ុន្តែមិនទៀងទាត់នោះទេដោយសារតែយើងចំណាយពេលច្រើនហើយជាងយើងអស់កម្លាំងជាងយើងអាចគេងលក់បានដោយមិនបាច់ធ្វើសមាធិទេ
ជាបើសិនជាអ្នកនរគ្នាបានមើលមកដល់ចំណុចនេះគឺសូមអរគុណច្រើនមានអ្នកនរគ្នាបានមើលរហូតដល់ចប់ហើយនេះគឺជាសកម្មភាពពេញមួយថ្ងៃរបស់ខ្ញុំដែលខ្ញុំចង់ចែកម្លែកវាពេលខ្លះវាមានសកម្មភាពតិចជាងហ្នឹងពេលខ្លះច្រើនជាងហ្នឹងហើយមិនមែនមានតែខ្ញុំទេគឺសិស្សគ្រប់គ្នាពីច្រើនដែលមករៀននៅទីនេះគឺគេតែងធ្វើអញ្ចឹងហើយអញ្ចឹងដូច្នេះខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាចំណាយពេលបានច្រើនជាមួយនឹងការរៀនសូត្រហើយចំណាយពេលបានច្រើនជាមួយនឹងខ្លួនឯងជាជាងចំណាយពេលវេលាធ្វើរឿងមួយដែលអត់មានប្រយោជន៍ឬក៏ទៅតាមដានរឿងនៅតាម social media មួយចំនួនដែលអត់មានប្រយោជន៍ហើយនឹងឯពេលខ្លះវារៀងហត់នឿយដែរពេលយើងចំណាយពេលច្រើនពេកជាមួយនឹងការរៀនសូត្រច្រើនម៉ោងអញ្ចឹងឬក៏ធ្វើការងារច្រើនម៉ោងអញ្ចឹងកុំតែយើងត្រូវដឹងថាបើសិនជាយើងចង់បានអីមួយវាត្រូវតែមានការខំប្រឹងអញ្ចឹងណាអញ្ចឹងបើសិនជាយើងចង់បានអីយើងត្រូវដាំហ្នឹងអញ្ចឹងបើយើងចង់បានផលល្អយើងត្រូវចំណាយពេលវេលាបានច្រើនជាមួយវាតិចអូខេអញ្ចឹងសូមអរគុណច្រើនហើយឥឡូវនេះខ្ញុំគេងហើយអស់លីងហើយគឺមកដល់ប៉ុណ្្នឹងគឺខ្ញុំចំណាយពេលពេញមួយថ្ងៃតែម្ដងគឺដើម្បីស្វ័យសិក្សានិងធ្វើការងារមួយចំនួនហើយអូខេអញ្ចឹងបាយបាយរាត្រីសួស្តី